ភាសាខ្មែរនៅក្នុងភាសាអង់គ្លេសតើយើងគួរប្រើពាក្យខ្មែរឬក៏ Cambodian នេះគឺជាសំណួរដែលយើងទទួលបាននៅក្នុងក្រុម Telegram គាត់ឆ្ងល់ហើយគាត់បាទសួរឲ្យជួយបកស្រាយអញ្ចឹងចង់ដឹងថាមួយណាត្រូវតោះតាមដានតគ្នា Let's begin បាទសូមជម្រាបសួរនិងសួស្តីបងប្អូនអ្នកដែលនិយមសិក្សាភាសាអង់គ្លេសតាមបណ្ដាញសង្គម Facebook YouTube ឬក៏ TikTok អីជាដើមអញ្ចឹងនៅវីដេអូនេះយើងមកនិយាយគ្នាពីបាទ comment មួយដែលគាត់សួរណាបាទភាសាខ្មែរតើនៅក្នុងភាសាអង់គ្លេសបាទប្រើមួយណាត្រូវខ្មែរឬក៏ Cambodian ពីព្រោះនៅក្នុងភាសាអង់គ្លេសយើងឃើញគឺដូចបាទប្រទេសចិនអីចឹងទៅ China ដល់ពេលជនជាតិចិនឬក៏ភាសាចិន Chinese ឬក៏អង់គ្លេសណាប្រទេសអង់គ្លេសគឺ England ដល់ពេលភាសាអង់គ្លេសឬក៏ជនជាតិអង់គ្លេសចឹងទៅ English ហើយចុះបាទខ្មែរយើងវិញណាប្រទេសគឺ Cambodia អញ្ចឹងដល់ពេលប្រជាជនឬក៏បាទសញ្ជាតិណាបាទគឺយើងប្រើ Cambodian ហើយចុះយើងអាចប្រើបាទ Cambodian ហ្នឹងសំដៅដល់ភាសាបានដែរឬក៏អត់សម្រាប់ខ្ញុំគឺអត់ទេអានេះបាទវាយើងអាចនិយាយបានថាយើងអាចប្រើបាន Cambodian បាទសំដៅដល់ភាសាប៉ុន្តែគាត់ថាវាអត់ផ្លូវការទេបាទនៅក្នុងបរិបទយើងភាសាគឺយើងប្រើខ្មែរខ្ញុំឲ្យបងប្អូនអរគ្នាបាទចំណាំមើលដូចយើងបកប្រែណាបាទឧទាហរណ៍ Google Translate អីចឹងជាដើមអាចបកពីភាសាអង់គ្លេសទៅភាសាខ្មែរភាសាចិនទៅភាសាខ្មែរអញ្ចឹងនៅក្នុងនោះគឺបងប្អូននឹងឃើញបាទគេដាក់នៅក្នុងនោះខ្មែរมันមានបាទ Cambodian ទេអញ្ចឹងឃើញហ្នឹងគឺកន្លែងហ្នឹងគឺជាផ្លូវការហើយណាឬក៏យើងសរសេរជាលិខិតសរសេរជាអីហ្នឹងគឺអាចជាផ្លូវការហើយហ្នឹងគឺសួរថាចុះយើងបាទអត់អាចប្រើបានមែនអត់អីទេយើងអាចប្រើបាន Cambodian ឬក៏បើសិនជាយើងកុំឲ្យមានការច្រឡំយើងដាក់ថា Cambodian language អីចឹងទៅក៏បានដែរណាបាទអញ្ចឹងគឺយើងអាចប្រើបានគ្រាន់តែថាវាអត់សូវផ្លូវការឥឡូវខ្ញុំសាកសួរ AI ពីព្រោះអាហ្នឹងតាមពិតទៅគឺសំណួរហ្នឹងទទួលបានមកពីវីដេអូរបស់ Mr. Bunli ដែលគាត់ធ្វើវីដេអូហ្នឹងមកគឺគាត់បាទសាកនិយាយជាមួយនឹង AI ណាថាតើ AI បាទចេះនិយាយខ្មែរដែរឬក៏អត់ហើយវីដេអូហ្នឹងក៏ខ្ញុំបានមើលដែរអញ្ចឹងឥឡូវខ្ញុំសាកមើលសួរតាក់ទងទៅនឹងភាសាខ្មែរនឹងតែម្ដងទៅណាអូខេឥឡូវខ្ញុំចាប់ដើមអីគេសួរថាភាសាផ្លូវការរបស់កម្ពុជាយើងណាភាសាអីគេអញ្ចឹងឥឡូវខ្ញុំចាប់ដើម What is the official language of Cambodia? The official language of Cambodia. The official language of Cambodia is Khmer. Is it okay to use Cambodian to refer as a language? While Cambodian is sometimes used informally to refer to the language spoken in Cambodia, the official and more accurate term for the language is Khmer. It's best to use Khmer when referring to the language to avoid any confusion. Okay, so which one is more formal? Khmer is the more formal and accurate term for the language. It's best to use Khmer in formal contexts. Okay, thank you very much. You're welcome. If you have any more questions. អញ្ចឹងឃើញគឺបាទខ្ញុំសួរ ChatGPT បាទអញ្ចឹងអាចបងប្អូនអាចសាកតេស្តមើលទៅ AI មួយណាដែលបងប្អូនបាទនិយមប្រើណាបាទសាកតេស្តមើលទៅថាតើបាទបែបហ្នឹងមែនក៏អត់អញ្ចឹងជាសរុបសេចក្តីមកគឺបើសិនជាយើងនិយាយបាទសំដៅដល់ភាសាអញ្ចឹងយើងប្រើខ្មែរទៅណាបាទខ្មែរគឺភាសាហើយដល់ពេល Cambodian គឺសំដៅដល់សញ្ជាតិណាសញ្ជាតិកម្ពុជាហើយដល់ពេល Cambodia គឺប្រទេសកម្ពុជាអញ្ចឹងហ្នឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងជួបគ្នានៅវីដេអូក្រោយ Until next time be safe I'm out peace out